ក្របបីចាស់របស់ផ្ទះត្រកូលវាងចេញមកបកខោអាវហើយតើគេធ្វើដោយស្ម័គ្រចិត្តតើយ៉ានហ្វាងឲ្យឬថាការងារក្នុងផ្ទះរបស់ឯងគឺឯងធ្វើម្នាក់ឯងទាំងអស់មែនអត់ហ្នឹងមិនមែនអញ្ចឹងទេប៉ុន្តែការពិតវាគឺបែបហ្នឹងឯងរៀងរាល់ព្រឹកព្រលឹមខ្ញុំត្រូវក្រោកពីគេងមកបកខោអាវថែមទាំងត្រូវដងទឹកត្រូវពុះអស់បង្កាត់ភ្លើងធ្វើម្ហូបលុះត្រាតែធ្វើការងារពេញមួយថ្ងៃរួចរាល់ទើបខ្ញុំអាចសម្រាកបានបន្តិចហើយលោកពូនៅក្បែរចង្ក្រានបាយលោកមើលសម្បត្តិបណ្ដាំចុងក្រោយដែលឪពុកបន្សល់ទុកប្រសិនបើកន្លែងការងារនេះជារបស់បងធំឯងមិនដឹងជាល្អយ៉ាងណាទេគេជាប្រុសមានការងារធ្វើទើបងាយស្រួលរកប្រពន្ធយ៉ានហ្វាងឯងចាំរកប្តីល្អមួយទៅបានហើយម៉ែកន្លែងការងារនេះខ្ញុំទុកឲ្យបងធំចុះម៉ែនិយាយត្រូវហើយបងធំជាប្រុសគាត់ត្រូវការងារជាងខ្ញុំអំបញ្ញមិញនេះគឺជាការចងចាំក្នុងអនាគតរបស់ខ្ញុំមែនទេមើលទៅគឺវាចាប់ផ្ដើមពីកន្លែងនេះឯងបងធំត្រូវការងារខ្ញុំក៏ព្រមលះបង់ឲ្យបងទី2ត្រូវរៀបការខ្ញុំក៏លក់ហាងបាយដើម្បីជួយប្រមូលលុយឲ្យចុងក្រោយខ្ញុំត្រូវហត់នឿយរហូតដល់ដាច់ខ្យល់ស្លាប់នៅការដ្ឋានសំណងទាំងរស់ចំណែកពួកគេបែរជាមានជីវិតរស់នៅយ៉ាងមានសុភមង្គលនិងពេញលេញទៅវិញវ៉ាងយ៉ានហ្វាងឯងបោកខោអាវស្អីក៏យូរម្លេះពេញមួយថ្ងៃហើយលោកលួចទៅកិច្ចវាធ្វើខ្ជិលមែនទេការងារផ្ទះគោកឯងមិនទាន់បានធ្វើនៅឡើយទេថ្ងៃនេះមិនបាច់ដេកទេឯងអ្វីដែលថាខ្ញុំមិនទាន់បានធ្វើការងារក្នុងផ្ទះទាំងអស់សុទ្ធតែខ្ញុំម្នាក់ឯងជាអ្នកធ្វើមែនទេពួកឯងមិនបាច់ប្រើទឹកមិនបាច់ដុតអស់ទេអីល្អតាមើលទៅឯងចង់បោះបោរឹងទាំងហើយនឹងហាងលក់ថ្នាំនេះឯងមិនបាច់ទៅធ្វើការទៀតទេកន្លែងការងារនេះទុកឲ្យបងប្រុសឯងទៅឯងនៅផ្ទះនឹងហើយរងចាំអញរកប្តីរៀបការឯងចេញទៅបានហើយអូខេអាងអីនេះជារបស់ខ្ញុំអ្នកណាក៏គុំសង្ឃឹមថាដណ្ដើមយកបានឲ្យសោះបងប្រុសឯងជាប្រុសបើគ្មានការងារធ្វើត្រឹមត្រូវទេធ្វើមិននឹងរកប្រពន្ធបានឯងគង់តែត្រូវរៀបការចេញទៅថ្ងៃណាមួយដែរមានការងារធ្វើមានប្រយោជន៍អីវ៉ាងយ៉ានហ្វាងឯងសុំទៅធ្វើការនៅហាងលក់ថ្នាំដែរហ៎រូបមិនប្រញាប់ប្រគល់កន្លែងការងារនឹងឲ្យទេហីតាមពីឯងយកលុយស្ដាប់នៅខាងក្រោយរហូតតារបស់គ្រប់យ៉ាងនៅក្នុងផ្ទះនេះសុទ្ធតែជារបស់ត្រកូលវាងគឺម៉ែជាអ្នកសម្រេចទាំងអស់ឯងហ៊ានមិនស្ដាប់ម៉ែនិយាយផងហ៎រូបខ្ញុំពិតជាត្រកូលវាងមែនតែមិនមែនជាខ្ញុំកំដរឬជាទីស្គាល់របស់ពួកឯងទេគ្រួសារចិញ្ចឹមឯងមកយូរណាស់ហើយដល់ពេលដែលឯងត្រូវតបស្នងធ្វើប្រយោជន៍ឲ្យផ្ទះនេះវិញហើយតបស្នងតែកន្លងមកប្រើលុយអ្នកណាទៅចុះលុយថ្លៃរៀនសូត្រដែលពុកបន្សល់ទុកឲ្យខ្ញុំនៅឯណាឯងកំពុងនិយាយរវើវាស្អីហ្នឹងពុកឯងបន្សល់ទុកលុយថ្លៃរៀនឲ្យឯងតាំងពីកាលណាពេលឆ្នាំមុនដែលបងប្រុសទី2ទៅរៀនមិនមែនប្រើប្រាស់លុយថ្លៃរៀនរបស់ខ្ញុំទេអីពួកយើងកំពុងនិយាយពីរឿងកន្លែងការងារគោលការណ៍ការងារតើឯងមកកែរឿងចាស់ធ្វើអីចាប់ពីថ្ងៃនេះទៅខ្ញុំមិនបោះបង់ឬលះបង់របស់ដែលជារបស់ខ្ញុំទៀតឡើយគឺមកពីការពីមុនខ្ញុំល្ងងពេកប៉ុន្តែពួកឯងគុំសង្ឃឹមថានឹងអាចជិះជាន់ជំរិតយកពីខ្ញុំបានទៀតអសោះឯងហ៊ាននិយាយម្ដងទៀតមើលថ្ងៃនេះអញត្រូវតែប្រដៅឯងឲ្យខានតែបានពួកឯងគុំសង្ឃឹមថានឹងអាចបិទឈាមខ្ញុំបានទៀតឡើយឯងតតែធ្វើឲ្យរឿងរ៉ាវវាខ្លាចជាមើលមិនយល់បែកបាក់គ្នាអស់បែបនឹងមែនទេមិនមែនរករឿងទេគឺមកទូទាត់បញ្ជីគិតលុយឲ្យច្បាស់លាស់មុនពេលពុកស្លាប់គាត់បានប្រាប់ខ្ញុំតមាត់ថាគាត់បានបន្សល់ទុកលុយមួយដុំសម្រាប់ឲ្យខ្ញុំរៀនសូត្រប៉ុន្តែក្រោយមកអ្នកដែលបានទៅរៀនគឺវ៉ាងយ៉ានយងមិនមែនខ្ញុំទេថ្ងៃនេះម៉ែឯងបែរជាបង្ខំឲ្យខ្ញុំប្រកួតកន្លែងធ្វើជាកូនជៀននៅហាងថ្នាំទៅឲ្យវ៉ាងយ៉ានយងទៀតមានតែពួកឯងទេទើបជាគ្រួសារនឹងគ្នាចាប់តាំងពីពុកស្លាប់ទៅខ្ញុំគ្មានផ្ទះសម្បែងទៀតឡើយពុកឯងពិតជាបានបន្សល់ទុកលុយមួយដុំមែនប៉ុន្តែលុយនោះគឺទុកឲ្យបងប្រុសទី2របស់ឯងតាំងពីដើមមកតើវាមានពាក់ព័ន្ធអីនឹងឯងគួយហ្វិនឈ្មោះម្ដាយខ្ញុំមើលទៅមិនប្រកាសបាក់ជាបែបនឹងទេដឹងអ្នកណាក៏ដឹងដែរថាបងប្រុសវ៉ាងស្រឡាញ់ថ្នាក់ថ្នមយ៉ានហ្វាងជាងគេបំផុតខ្ញុំមើលទៅលុយមួយដុំនោះជារបស់អ្នកណាពិតជាពិបាកនិយាយណាស់ត្រូវហើយបងស្រីសិនអ្នកណាក៏ដឹងដែរថាការយ៉ានហ្វាងនៅរៀនមានប្រឡងបានលេខ1រាល់ដងចំណែកឯយ៉ានយងវិញថ្ងៃគិតតែពីលួចដើរលេងពេញសាលាមិនដឹងថាគេស្គាល់អក្សរបានច្រើនជាងខ្ញុំឬអត់ផងទេដឹងម៉ែមិនព្រមទទួលស្គាល់ក៏មិនអីដែរខ្ញុំចាំទុកក្នុងចិត្តទាំងអស់របស់ដែលត្រូវសងគឺត្រូវតែសងវិញទាំងអស់ថ្ងៃនេះកន្លែងការងារគោលការណ៍ការងារមួយនេះខ្ញុំដាច់ខាតមិនលះបង់ឲ្យឡើយវារួចរាល់ហើយមែនទេអញហ៊ានមកប៉ះពាល់ម៉ែសាក់មើលអ្នករាល់គ្នាចូលមកស្ដាប់មើលទីនេះមានកូនស្រីមិនដឹងគុណមីកូនអកតញ្ញូកំពុងបង្ខំសម្លាប់ម្ដាយបង្កើតខ្លួនឯងហើយអញខំចិញ្ចឹមបីបាច់ថែរក្សាឯងជូតអាចជូតនំរហូតដល់ធំដឹងក្តីឥឡូវនេះវាធំដឹងក្តីហើយវាមិនព្រមរវាវល់គិតគូរពីអញទៀតទេហាសហាមុនពេលពុកលីចាក់លោកគាត់បាននិយាយថាខ្ញុំមានដងខ្លួនជាគ្រូពេទ្យគាត់ចង់ឲ្យខ្ញុំរៀនសូត្រខាងវិទ្យាសាស្ត្រអញហ៊ានយកពាក្យសម្ដីរបស់មនុស្សស្លាប់មកសង្កត់ក្បាលអញហើយរូបរឿងកាលនេះគិតលុយរបស់មនុស្សរស់នៅពួកយើងចាំទូទាត់គ្នានៅពេលក្រោយថ្ងៃនេះបើអញហ៊ានដើរចេញពីផ្ទះនេះតែមួយជំហានទៅថ្ងៃមុខអញលែងជាមនុស្សរបស់តកូលវាងទៀតហើយផ្ទះមួយនេះធ្លាប់បានផ្ដល់អ្វីខ្លះឲ្យខ្ញុំតើការធ្វើជាមនុស្សរបស់តកូលវាងវាសំខាន់ណាស់មែនទេបើអញ្ចឹងឯងប្រញាប់ធ្វើក្បាលចេញទៅឥឡូវនេះភ្លាមទៅកុំនិយាយពាក្យខឹងអីអ្នកឲ្យយកជ្រើបាត់ទៅហើយតើក្មេងស្រីម្នាក់អាចទៅទីណាបានវាមានសមត្ថភាពខ្លាំងណាស់តើផ្ទះវិហាររបស់យើងតូចចង្អៀតពេកមិនអាចផ្ទុកព្រះពុទ្ធបដិមាអង្គធំដូចជាវាបានទេខ្ញុំមិនជំពាក់អ្វីត្រកូលវាងទៀតទេចាប់ពីពេលនេះទៅខ្ញុំលែងជាមនុស្សរបស់ត្រកូលវាងទៀតហើយឲ្យវាទៅកងងឹតនៅខាងក្រៅពេញមួយយប់ទៅចាំមើលស្អែកព្រឹកព្រលឹមវានឹងលុតជង្គង់វាត្រឡប់មកវិញមិនខានមេឃងឹតឈឹងបែបនេះក្មេងស្រីម្នាក់ឯងនៅខាងក្រៅមិនមានសុវត្ថិភាពទេណាឆ្អឹងវាក្នុងរឹងណាស់វាមិនខ្លាចទេពុកខ្ញុំមិនងាកក្រោយវិញឡើយយប់ជ្រៅណាស់ទៅហើយតើឯងមកធ្វើអីហ្នឹងខ្ញុំមកចុះឈ្មោះរាយការណ៍ខ្លួននេះជាលិខិតជូនដំណឹងលិខិតហៅចូលធ្វើការរបស់ខ្ញុំចុះគ្រួសាររបស់ឯងមិនយល់ព្រមទេអី